សួស្តីអ្នកទាំងអស់គ្នាតថ្ងៃនេះពូនិនមកបុកមកជូរស្វាយម្ដងហើយមកជានឹងងាកសាច់ចង់ឡើងជាសិចហើយឥឡូវដូររសជាតិម្ដងជំហានទី1យើងដំខ្ទឹមរួចហើយយើងបេះប្រលេះវាមកទម្លាប់ខ្ញុំដាក់បុកអញ្ចឹងមុននឹងបុកជូរស្វាយទម្លាប់ខ្ញុំបុកគ្រឿងបុកស្ករប៊ីចេងមុនបុកឲ្យរាងម៉ត់ដូចបុកអំបិលម្ទេសអញ្ចឹងហើយរួចហើយបានដាក់ត្រីឆ្អើរតាមក្រោយពេលបុកអញ្ចឹងឆាប់ចូលជាតិវាអត់នៅជាតិប៊ីចេងដុំអត់ចឹងឥឡូវចាប់ដើមបុកហើយឆាច់ឥឡូវដាក់ម្ជូរស្វាយមានតែស្វាយហើយនឹងជីបន្តិចទេជីនឹងកៅជីជ្រក់កៅឆ្នាំងស្រុកខ្ញុំហើយស្រុកបងប្អូនតោះគ្នាកៅជីស្អីគេខ្ញុំជួយប្រាប់ផងបើដឹងឥឡូវបេះដែរជីប្រលេះចឹងមកស្រួលបើចង់ថែមជី2 មុខ 3 មុខទៀតក៏ថែមបានដែរអ្នកទាំងអស់គ្នាអានឹងស្រេចអ្នកទាំងអស់គ្នាដែលចូលចិត្តហើយខ្ញុំអត់ខ្ជិលញញ៉ៃច្រើនប្រើតែជីតែមួយមុខបានវីដេអូពូនិនមានតែប៉ុណ្្នឹងទេចាំទស្សនាលើក្រោយទៀតសូមអរគុណ